Outcome of presidency state visit to Cambodia released. បទកម្មទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីស៊ីមកកាន់ប្រទេសកម្ពុជាត្រូវបានចេញផ្សាយ The renewed state visit of Chinese President Xi Jinping to Cambodia, a long-standing friend with strong ties, has become an event that has attracted great attention in both Cambodian and Chinese circles, as well as on the international stage. ទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្ដងទៀតរបស់ប្រធានាធិបតីចិនលោកស៊ីជីនពីងមកកាន់ប្រទេសកម្ពុជាមិត្តភាពយូរអង្វែងជាមួយជំនួបមិត្តភាពដ៏រឹងមាំបានក្លាយទៅជាព្រឹត្តិការណ៍មួយដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមរវាងប្រជាជនកម្ពុជានិងប្រជាជនចិនរួមទាំងលើឆាកអន្តរជាតិផងដែរ During this visit, Xi Jinping paid a pension to His Majesty the King of Cambodia and President Dominic Sihanouk, the Mother of the Cambodian nation. អំឡុងពេលទស្សនកិច្ចនេះលោកស៊ីជីនពីងបានចូលគាល់ព្រះមហាក្សត្រខ្មែរនិងម្ចាស់សេចក្តីនរោមនីយសីហនុព្រះបិតាជាតិខ្មែរ The president also met President Lee Choi Hun-sen, President of the Cambodian Senate, and held working discussion with President Mahathir Mohamad, Prime Minister of Cambodia. លោកប្រធានាធិបតីបានជួបជាមួយនឹងសម្ដេចតេជោហ៊ុនសែនប្រធានរដ្ឋសភាកម្ពុជានិងបានជួបពិភាក្សាការងារជាមួយនឹងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជា The Cambodian Ministry of Foreign Affairs called the Chinese president's visit an important one. ក្រសួងការបរទេសកម្ពុជាបានហៅទស្សនកិច្ចរបស់ប្រធានាធិបតីចិនថាជាទស្សនកិច្ចដ៏សំខាន់មួយ The visit not only reaffirmed the unwavering commitment to still friendship between Cambodia and China, but also strengthened independent, comprehensive, strategic partnership and win-win cooperation between the two countries. ទស្សនកិច្ចនេះមិនត្រឹមតែបញ្ជាក់ឡើងវិញចំពោះការបដិញ្ញាចិត្តអត់ងាករេនៅមិត្តភាពតែថែបរវាងកម្ពុជានិងចិនប៉ុន្តែថែមទាំងពង្រឹងនិងធ្វើឲ្យកាន់តែស៊ីជម្រៅនៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងកិច្ចសហប្រតិបត្តិការឆ្នេះៗរវាងប្រទេសទាំងពីរ This visit also adds new momentum to the building of a Cambodia-China community of shared futures in all seasons in the new era, with high quality, high level, and high standard. ទស្សនកិច្ចនេះបានបង្ហាញសន្ទុះថ្មីចំពោះការកសាងសមាគមកម្ពុជាចិនចូលវាសនារួមគ្នាក្នុងគ្រប់រដូវកាលក្នុងយុគសម័យថ្មីជាមួយនឹងគុណភាពខ្ពស់កម្រិតខ្ពស់និងស្តង់ដារខ្ពស់ In this context, the two sides expressed their determination to ensure the effective implementation of the Diamond Cooperation Framework and accelerate the construction of the Industry and Technology Corridor and the Fixed and Right Corridor. ក្នុងបរិបទនេះភាគីទាំងសងខាងបានបង្ហាញពីការបញ្ញាចិត្តរបស់ពួកគេដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពចំពោះក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រនិងលើកកម្ពស់ការកសាងច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យានិងច្រករបៀងត្រាំនិងស្រូវ During the Chinese President's Korean visit, Cambodia and China discussed a wide range of issues, including political cooperation, development cooperation, trade investment, cooperation in national defense and security, human security, people-to-people and cultural exchange, and international cooperation. ក្នុងអំឡុងពេលទស្សនកិច្ចរបស់ប្រធានាធិបតីចិនថ្មីៗនេះកម្ពុជានឹងចាំបានពិភាក្សាទៅលើបញ្ហាជាច្រើនរួមមានកិច្ចសហប្រតិបត្តិការនយោបាយកិច្ចសហប្រតិបត្តិការអភិវឌ្ឍពាណិជ្ជកម្មនិងការវិនិយោគកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនិងការពារជាតិសន្តិសុខប្រជាជននិងការផ្លាស់ប្តូរវប្បធម៌និងកិច្ចសហប្រតិបត្តិការអន្តរជាតិ Thanks you.